ចាសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នានាងខ្ញុំឈ្មោះអ្នកស្រីណាមកពីថ្នាក់អដែលមានលេខរៀងទី39ថ្ងៃនេះផងដែរនាងខ្ញុំនឹងមកធ្វើការសង្ខេបមេរៀននៅក្នុងសប្តាហ៍ទី5ការវិតម្លៃក្នុងម៉ោងសិក្សានិងការវិតម្លៃទៅតាមដំណាក់ដោយផ្អែកលើការវិតម្លៃបញ្ចប់5.1ការវិតម្លៃក្នុងម៉ោងសិក្សាការវិតម្លៃជាទម្រង់បង្កប់ហើយមេរៀននេះផងដែរគឺមានមាតិកាចំនួន5ទី1គឺនិយមពីសេចក្តីផ្ដើមទី2វត្តនៃការវិតម្លៃតាមដំណាក់ទី3ការសង្កេតមិនផ្លូវការទី4សំណួរផ្ទាល់មាត់ទី5ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពចូលដល់ចំណុចទី1តកតងជាមួយនឹងសេចក្តីផ្ដើមវាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងថាតើប្រភេទនៃការវិតម្លៃតាមដំណាក់បែបណាដែលអ្នកកំពុងប្រើប្រាស់និងរបៀបប្រើប្រាស់ឲ្យមានប្រសិទ្ធភាពនៅពេលដែលការវិតម្លៃតាមដំណាក់ទោះបីជាមានលក្ខណៈបែបណាក៏ដោយវាត្រូវបានប្រើប្រាស់យ៉ាងត្រឹមត្រូវមានភស្តុតាងដ៏ល្អដែលថាវានឹងមានអត្ថប្រយោជន៍ជាវិជ្ជមានទៅលើការសិក្សានិងការលើកទឹកចិត្តរបស់សិស្សបន្ទាប់ពីការពិចារណាសង្ខេបអំពីប្រភេទផ្សេងៗនៃការវិតម្លៃតាមដំណាក់យើងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅទៅលើប្រភេទដែលមានប្រសិទ្ធភាពបំផុតអ្វីជាការវិតម្លៃក្នុងម៉ោងសិក្សានិងអន្តរកម្មរវាងគ្រូហើយនិងសិស្សចូលដល់ចំណុចទី2គឺវត្តនៃការវិតម្លៃទៅតាមដំណាក់នៅក្នុងចំណុចទី2នេះផងដែរគឺមាន5ចំណុចទី1គឺ2.1តើការវិតម្លៃតាមដំណាក់ជាអ្វីអញ្ចឹងការវិតម្លៃទៅតាមដំណាក់គឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សដែលផ្ដល់មតិកែលម្អដល់សិស្សនិងការកែសម្រួលយុទ្ធវិធីនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់សមិទ្ធផលអញ្ចឹងកន្លែងហ្នឹងមានន័យថាគឺជាការផ្ដល់មតិកែលម្អចំពោះសិស្សឬក៏យើងត្រូវបដូរវិធីសាស្ត្រនៃការបង្រៀនធ្វើយ៉ាងណាឲ្យសិស្សគាត់អាចទទួលបាននូវមេរៀនមួយដែលយើងកំពុងតែរៀននៅថ្ងៃនេះផងដែរហើយចំពោះ2.2ដំណើរការនៃការវិតម្លៃទៅតាមដំណាក់អញ្ចឹងចំពោះចំណុច2.2នេះផងដែរគឺចែកចេញជា4ទី1គឺការផ្ដល់មតិត្រឡប់ដល់សិស្សអញ្ចឹងការផ្ដល់មតិត្រឡប់ដល់សិស្សនេះយើងអាចផ្ដល់មតិភ្លាមក៏បានឬក៏យើងពន្យាពេលប៉ុន្តែយើងត្រូវតែច្បាស់លាស់មុនពេលដែលយើងបើសិនជាយើងដឹងគឺយើងអាចផ្ដល់មតិដល់សិស្សភ្លាមប៉ុន្តែបើសិនជាយើងមិនទាន់ដឹងទេយើងចាំស្វែងរកចម្លើយណាមួយដែលច្បាស់លាស់ចាំយើងផ្ដល់មតិដល់គាត់ត្រឡប់ទៅវិញចំណុចទី2គឺកែលម្អការបង្រៀនមានន័យថាបើសិនបើយើងឃើញថាយើងនឹងស្ទង់មតិសិស្សយើងថាតើភាគរយនៃការដែលគាត់ចាប់បានមេរៀនហ្នឹងបើសិនបើមានភាគរយតិចគឺយើងទៅតែកែលម្អទៅលើការបង្រៀនរបស់យើងវិញភ្លាមដើម្បីឲ្យសិស្សគាត់មានសកម្មភាពនៅក្នុងការរៀនផងដែរបើសិនជាយើងបរៀនតាំងគាត់អត់យល់អញ្ចឹងក៏គាត់អត់សូវមានសកម្មភាពនៅក្នុងការរៀនផងដែរហើយចំពោះទី3គឺប្រមូលភស្តុតាងនៃការសិក្សារបស់សិស្សអញ្ចឹងយើងអាចប្រមូលភស្តុតាងនៃការសិក្សារបស់សិស្សតាមរយៈសំណួរក៏បានតាមរយៈលំហាត់ឬក៏ការធ្វើឲ្យគាត់ស្វ័យសិក្សាដោយខ្លួនឯងក៏បានផងដែរហើយចំណុចទី4គឺវាយតម្លៃភស្តុតាងអញ្ចឹងយើងអាចវាយតម្លៃភស្តុតាងហ្នឹងយើងអាចវាយតម្លៃដោយមិនលំអៀងទៅលើសិស្សណាម្នាក់ទោះជាគាត់ជាសិស្សដែលយើងស្រឡាញ់ឬមួយក៏សិស្សដែលយើងមិនសូវជាស្រឡាញ់ប៉ុន្តែយើងនៅពេលដែលយើងវាយតម្លៃគឺយើងត្រូវផ្អែកលើភាពត្រឹមត្រូវដោយមិនលំអៀងចូលដល់2.3 ចរិតលក្ខណៈនៃការវាយតម្លៃទៅតាមដំណាក់អញ្ចឹងចំពោះការវាយតម្លៃទៅតាមដំណាក់នេះផងដែរគឺយើងចែកចេញជា2គឺវាយតម្លៃនៅក្នុងម៉ោងរៀនហើយនឹងវាយតម្លៃដោយផ្អែកលើការវាយតម្លៃបញ្ចប់អញ្ចឹងវាយតម្លៃនៅក្នុងម៉ោងរៀនគឺមានន័យថានៅពេលដែលយើងឃើញពីចំណុចខ្វះខាតរបស់សិស្សគឺយើងត្រូវផ្ដល់មតិត្រឡប់ទៅគាត់វិញភ្លាមឧទាហរណ៍ថាគាត់ធ្វើ2+2អញ្ចឹងគាត់ថា2+2ស្មើនឹង3អញ្ចឹងយើងដឹងថាចម្លើយ3ហ្នឹងគឺខុសហើយអញ្ចឹងយើងត្រូវតែផ្ដល់មតិដល់ភ្លាមដល់គាត់គឺប្រាប់គាត់ថា2+2ហ្នឹងគឺស្មើនឹង4ហើយចំពោះចំណុចមួយទៀតគឺវាតម្លៃនៅក្នុងម៉ោងបញ្ចប់អញ្ចឹងមានថានៅពេលដែលយើងដឹងថាគាត់ខុសហើយប៉ុន្តែយើងអត់ទាន់ប្រាប់គាត់ទេយើងនៅបន្តមេរៀនធម្មតាសិនរហូតដល់ចប់មេរៀន
ទើបយើងហៅគាត់មកណែនាំហើយនឹងប្រាប់ពីចំណុចខ្វះខាតដែលគាត់កំពុងតែមាននឹងផងដែរហើយចំពោះចំណុច 2.4 ប្រភេទនៃការវាយតម្លៃទៅតាមដំណាក់អញ្ចឹងប្រភេទនៃការវាយតម្លៃទៅតាមដំណាក់គឺមានការវាយតម្លៃនៅក្នុងម៉ោងសិក្សាដែលយើងគ្រោងទុកមួយទៀតគឺយើងវាយតម្លៃទៅលើម៉ោងក្នុងម៉ោងសិក្សាដែលយើងបានគ្រោងទុកពាក់ព័ន្ធនឹងការប្រើប្រាស់សំណួរដែលបានរៀបចំនឹងកិច្ចការដែលត្រូវបានប្រើប្រាស់នៅចំណុចជាក់លាក់នៅក្នុងម៉ោងបង្រៀនទោះបីជាយ៉ាងណាក៏ដោយភស្តុតាងដែលប្រមូលបានត្រូវប្រើភ្លាមដើម្បីវាយតម្លៃនិងកំណត់ជំហានបន្ទាប់បញ្ហាប្រឈមគឺការដឹងពីអ្វីដែលតម្រូវឲ្យសិស្សធ្វើហើយនឹងបង្ហាញនូវភស្តុតាងត្រឹមត្រូវដែលអ្នកអាចប្រើដើម្បីធ្វើឲ្យការសិក្សាកាន់តែប្រសើរឡើងផងដែរចំពោះចំណុច 2.5 គឺការប្រមូលភស្តុតាងសម្រាប់ការវាយតម្លៃនៅក្នុងម៉ោងសិក្សាអញ្ចឹងការប្រមូលភស្តុតាងគឺយើងអាចប្រមូលតាមរយៈការសួរសំណួរក៏បានឬក៏ការសង្កេតឬក៏តាមរយៈការសង្កេតរបស់គ្រូនឹងក៏បានអញ្ចឹងការសួរសំណួរអញ្ចឹងឧទាហរណ៍ថាថ្ងៃនេះយើងរៀនមុខវិជ្ជាភាសាខ្មែររៀនទៅលើវេយ្យាករណ៍អញ្ចឹងយើងអាចសួរសិស្សតាក់ទងជាមួយនឹងវេយ្យាករណ៍ដែលយើងរៀនថ្ងៃហ្នឹងឧទាហរណ៍ថាយើងរៀនអំពីនាមអញ្ចឹងយើងអាចសួរសំណួរទៅកាន់សិស្សតើនាមមានន័យដូចម្ដេចអញ្ចឹងសិស្សគឺបើសិនជាគាត់ឆ្លើយមកត្រូវអញ្ចឹងបានន័យថាគឺគាត់យល់អំពីមេរៀនដែលយើងបានបរៀនហ្នឹងហើយប៉ុន្តែបើសិនជាគាត់ឆ្លើយមកខុសមានន័យថាគឺគាត់អត់ទាន់យល់អំពីមេរៀនដែលយើងបានមករៀននៅថ្ងៃហ្នឹងទេហើយមួយទៀតគឺការសង្កេតរបស់គ្រូអញ្ចឹងយើងអាចនៅពេលដែលយើងកំពុងបង្រៀនហ្នឹងយើងអាចសង្កេតមើលទៅលើសិស្សរបស់យើងថាតើគាត់មានភាពសកម្មទឹកមុខរបស់គាត់ឬក៏កាយវិការរបស់គាត់គឺគាត់ចង់រៀនឬក៏មានអារម្មណ៍នៅក្នុងការរៀនដែរឬមួយក៏អត់អញ្ចឹងលោកគ្រូអ្នកគ្រូអាចសង្កេតមើលទៅលើសិស្សតាមរយៈទឹកមុខរបស់គាត់ក៏បានដូចគ្នាដែរហើយចូលដល់ចំណុចទី3គឺយើងនិយាយអំពីការសង្កេតចឹងចំពោះការសង្កេតមានថាមាន2ចំណុចគឺការវាយតម្លៃអាកប្បកិរិយាដែលគ្មានវិចារហើយនឹងការបង្ហាញតាមទឹកមុខអញ្ចឹងការវាយតម្លៃដោយគ្មានវិចារគឺយើងអាចបង្ឲ្យសិស្សហ្នឹងគឺគ្រូពឹងផ្អែកយ៉ាងខ្លាំងទៅលើភាសាកាយវិការបង្ហាញទឹកមុខនិងទំនាក់ទំនងភ្នែករបស់សិស្សសម្រាប់ការសង្កេតដ៏ត្រឹមត្រូវសកម្មភាពទាំងនេះត្រូវបានគេហៅថាមិនមែនជាពាក្យសម្ដីពីព្រោះសារត្រូវបានតាក់ទងដោយអ្វីមួយអំពីសិស្សជាជាងខ្លឹមសារនៃអ្វីដែលគាត់និយាយសញ្ញាដែលមិនមែនជាពាក្យសម្ដីទាំងនេះតែងតែសំខាន់ជាងអ្វីដែលគេបាននិយាយភាគច្រើនដោយសារតែគេជាធម្មតាមិនមានចេតនានិងមិនអាចគ្រប់គ្រងបានហើយចំពោះការបង្ហាញតាមរយៈទឹកមុខមានន័យថាគ្រូអាចបង្កើតជារូបភាពចំនួន6ផ្ទាំងមកហើយយើងដាក់រូបភាពទី1គឺយើងដាក់ទឹកមុខស្អប់ខ្ពើមទី2យើងអាចដាក់ថាទឹកមុខរីករាយឬក៏ទី3ទឹកមុខព្រួយបារម្ភទី4ទឹកមុខភ្ញាក់ផ្អើលទី5ទឹកមុខខឹងហើយនឹងទី6គឺភាពភ័យខ្លាចផងដែរអញ្ចឹងលោកគ្រូអ្នកគ្រូអាចរៀបចំជារូបភាពអញ្ចឹងដើម្បីឲ្យសិស្សគឺគាត់លើកនៅពេលណាដែលលោកគ្រូអ្នកគ្រូចង់សាកល្បងគឺលោកគ្រូអ្នកគ្រូអាចចែកបាននឹងទៅឲ្យពួកគាត់ហើយលោកគ្រូអ្នកគ្រូអាចសួរទៅកាន់គាត់បើសិនជាគាត់លើកទឹកមុខមួយណាបង្ហាញថាឥឡូវនេះគឺគាត់កំពុងតែមានអារម្មណ៍បែបហ្នឹងទៅតាមទឹកមុខដែលគាត់បានលើកផងដែរហើយចូលដល់4គឺសំណួរផ្ទាល់មាត់អញ្ចឹងតើតងជាមួយនឹងសំណួរផ្ទាល់មាត់នេះយើងអាចសួរដូចជាទី1គឺយើងអាចសួរសំណួរឲ្យច្បាស់ចំនិងងាយឲ្យគាត់ឆ្លើយបានមានថាពេលដែលយើងសួរបើសិនជាគាត់មិនទាន់យល់អំពីសំណួរទេយើងអាចបញ្យល់គាត់ឲ្យច្បាស់ដើម្បីឲ្យគាត់ងាយយល់ហើយនឹងងាយស្រួលឆ្លើយវិញផងដែរទី2គឺសួរសំណួរដែលបានគូផ្គងជាមួយនឹងលទ្ធផលសិក្សារំពឹងទុកទី3សួរសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលអាចឆ្លើយបានទី4ផ្ដល់ពេលវេលាគ្រប់គ្រាន់ក្នុងការឲ្យសិស្សឆ្លើយអញ្ចឹងមានថានៅពេលដែលយើងដាក់សំណួរមួយគឺយើងបើសិនជាគាត់ឆ្លើយតាក់ក៏ដោយយើងក៏ត្រូវទៅទុកពេលឲ្យគាត់រកនឹកនៅក្នុងការឆ្លើយសំណួរនឹងផងដែរ
ចំពោះទី5គឺផ្ដល់ចម្លើយសមស្របឬមតិត្រឡប់សមរម្យដល់ការឆ្លើយរបស់សិស្សអញ្ចឹងបើសិនជាគាត់ឆ្លើយខុសគឺយើងអាចផ្ដល់មតិសមស្របណាមួយដើម្បីកែលម្អគាត់ភ្លាមៗនៅពេលហ្នឹងផងដែរទី6ជៀសវាងសំណួរបិទចាស់បាទមានន័យថាគឺយើងសួរសំណួរណាដែលគាត់អាចរនឹកបានកុំឲ្យគាត់ឆ្លើយថាត្រូវឬក៏ខុសប៉ុណ្ណឹងបើនិយាយថាត្រូវឬក៏ខុសហើយយើងសួរថាព្រោះអ្វីឬក៏ហេតុអ្វីមកដើម្បីឲ្យគាត់រកនឹកបានផងដែរចំពោះទី7គឺប្រើសំណួរប្រដេញបន្តពីចម្លើយរបស់សិស្សអញ្ចឹងពេលដែលគាត់ឆ្លើយហើយយើងចាប់នៅចំណុចមួយដែលយើងឃើញនៅក្នុងសំណួរហ្នឹងហើយគឺយើងសួរបន្តទៅកាន់គាត់វិញដើម្បីឲ្យគាត់រនឹកហើយឆ្លើយជាមួយនឹងយើងបន្តទៀតទី8ជៀសវាងសួរសំណួរដែលសិស្សដឹងចម្លើយហើយអញ្ចឹងបើសិនជាយើងសួរសំណួរដែលសិស្សគាត់ដឹងចម្លើយហើយអញ្ចឹងសិស្សគាត់អត់មានពិបាកក្នុងការគិតទេអញ្ចឹងវាអាចថាងាយស្រួលសម្រាប់ពួកគាត់ពេកហើយនឹងចុងក្រោយគឺសួរសំណួរតាមលំដាប់លំដោយសមរម្យអញ្ចឹងមានថាយើងសួរសំណួរពីតូចទៅធំវិញគឺយើងកុំសួរសំណួរពីធំមកតូចអាចថាគាត់ពិបាកនៅក្នុងការឆ្លើយផងដែរហើយចូលដល់ចំណុចទី5គឺការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពអញ្ចឹងនៅក្នុងចំណុចនេះផងដែរគឺមាន2ដែរទី1គឺប្រភេទនៃការផ្ដល់មតិកែលម្អអញ្ចឹងទី1គឺការពិនិត្យមើលជូនដំណឹងដល់សិស្សអំពីភាពត្រឹមត្រូវចម្លើយរបស់គាត់អញ្ចឹងន័យថាបើគាត់ឆ្លើយត្រូវគឺយើងទះដៃអបអរសាទរដល់គាត់ដើម្បីឲ្យគាត់ដឹងថាសំណួរចម្លើយហ្នឹងគឺគាត់ឆ្លើយបានត្រូវហើយមួយទៀតទទួលស្គាល់ចម្លើយត្រឹមត្រូវរបស់សិស្សដោយមិនបន្ថែមព័ត៌មានទទួលស្គាល់ចម្លើយមិនត្រឹមត្រូវរបស់សិស្សដែលអនុញ្ញាតឲ្យសិស្សរៀនឡើងវិញផងដែរអញ្ចឹងចំពោះចំណុចនេះនៅពេលណាដែលសិស្សគាត់ឆ្លើយមកខុសអញ្ចឹងគឺលោកគ្រូអ្នកគ្រូត្រូវតែផ្ដល់ចម្លើយមួយដែលត្រូវដល់គាត់ដើម្បីកុំឲ្យគាត់ឆ្ងល់ហើយគាត់អាចដឹងអំពីចម្លើយមួយដែលត្រូវផងដែរហើយចំពោះចំណុចទី2គឺការកំណត់ពីធម្មជាតិនៃការផ្ដល់មតិកែលម្អអញ្ចឹងចំពោះការកំណត់ពីធម្មជាតិនៃមតិកែលម្អមាន3ទី1គឺចំនួនជាទូទៅការផ្ដល់មតិកែលម្អដែលពណ៌នានិងជាក់គឺល្អជាងការផ្ដល់យោបល់ទូទៅហើយចំពោះពេលវេលាមតិកែលម្អគួរតែត្រូវបានផ្ដល់អំឡុងពេលភ្លាមមានន័យថាគឺនៅពេលដែលគាត់ឆ្លើយមកខុសកន្លែងហ្នឹងគឺយើងត្រូវតែផ្ដល់មតិដល់គាត់ពេញភ្លាមហើយចំណុចមួយទៀតគឺផ្ដល់មតិកែលម្អយើងអាចផ្ដល់ជាលក្ខណៈផ្ទាល់មាត់ក៏បានឬមួយក៏យើងសរសេរដាក់នៅលើក្តារខៀនជាការកែលម្អដល់គាត់ក៏បានឬក៏ជាការបង្ហាញតាមរយៈការផ្សេងដែលលោកគ្រូអ្នកគ្រូបានរៀបចំនឹងផងដែរហើយចូលដល់ចំណុចនេះគឺជាចំណុចបញ្ចប់ផងអញ្ចឹងនាងខ្ញុំគឺមានត្រឹមតែ5ចំណុចខ្លីៗនេះទេអញ្ចឹងសូមអរគុណលោកគ្រូអ្នកគ្រូទាំងអស់គ្នាដែលបានចូលរួមស្ដាប់និងទស្សនានាងខ្ញុំផងដែរចាសូមអរគុណហើយសូមជម្រាបលា